តោះបងប្អូនទាំងអស់គ្នាបនជុំបិណ្ឌចិត្តមកដល់ហើយតិចអត់ដឹងថាទៅលេងនៅណាអញ្ចឹងថ្ងៃនេះ admin សុំណែនាំទីតាំងមកកន្លែងនិយាយពីថាបរិយាកាសគេវិញគឺធម្មជាតិស្រស់ស្អាតមែនទែនហើយពិសេសអ្នកដែលចូលចិត្តថតរូបចង់មកជួបជុំគ្រួសារហើយមិត្តភ័ក្តិត្រូវមកតែម្ដងធានាថាមកនេះហើយពិតជាជាប់ចិត្តដកចិត្តមិនរួចទេ admin ជឿថាបងប្អូនដែលមើលវីដេអូនេះហើយប្រកាសជាឆ្ងល់ហើយថាទីតាំងដែល admin កំពុងបង្ហាញនេះនៅម្ដុំណាអញ្ចឹងចំពោះទីតាំងដែល admin កំពុងបង្ហាញនេះគឺមានឈ្មោះថាកោះស្លាកែ Studio ដែលជាទីតាំងរមណីយដ្ឋានជាប់ចំណាត់ថ្នាក់លេខ1ប្រចាំខេត្តកណ្ដាលតែម្ដងហើយនៅអត់ឆ្ងាយទេពីភ្នំពេញហើយបើនិយាយពីកន្លែងគេនេះវិញគឺថា clean តែម្ដងគ្មានសម្រាមទេបន្ទប់ទឹកវិញគឺថាស្អាតមានអនាម័យណាស់ហើយមួយទៀតមានម្លប់ដើមឈើត្រជាក់មកហូបវិញសតតែឆ្ងាញ់ហើយជាពិសេសណាមានផ្ទះបុរាណដែលបង្ហាញពីវប្បធម៌ខ្មែរអាចឲ្យយើងស្លៀកពាក់បែបបុរាណខ្មែរថតលេងកម្សាន្តឬក៏ថត pre wedding បានមកពេញចិត្តអ្នកទាំងអស់គ្នាហើយលើពីនេះទៅទៀតអ្នកដែលមកនេះណាគឺថាចំណាយតែ$3ទេក្នុងម្នាក់អាចយកគូប៉ុងទៅដូរយកអាហារហើយអាហាររបស់គេនឹងមានតាំងពីនំគ្រក់បាញ់ឆែវនំបញ្ចុកបុកល្ហុងភេសជ្ជៈកាហ្វេតកកឈូកការ៉េមនិងមកជូរគ្រប់មុខផងដែរហើយបើអ្នកដែលមកបែបលក្ខណៈគ្រួសារមានក្មេងតូចអីហ្នឹងនៅនេះក៏មាន playground mini mart អាងហែលទឹកនិយាយពីក្មេងៗចូលចិត្តណាស់ហើយមួយទៀតនៅកោះស្លាកែនេះដែរមានកញ្ចក់លើទឹកដែលអាចឲ្យយើងអង្គុយលេងញ៉ាំអាហារឆ្ងាញ់ជាមួយគ្រួសារក៏ដូចជាមិត្តភ័ក្តិមកសប្បាយបើនិយាយពីកន្លែងចក្រានបាយគេវិញអែមណាស់អ្នកទាំងអស់គ្នាចក្រានបាយធំទលាយមានអនាម័យខ្ពស់ហើយធានាសេវាកម្មចម្អិនអាហារគេកាន់តែលឿនលះទាន់ចិត្តអត់ឲ្យចាំយូរទេហើយនៅនេះមិនបាច់បារម្ភទេពីចំណតអីហ្នឹងគឺថាមានកន្លែងចតឡានម៉ូតូធំទលាយហើយមានសុវត្ថិភាព 100% អញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេដូចនិយាយពីខាងដើមអញ្ចឹងបើចង់បានកន្លែងសម្រាប់លំហែបែប fresh ធម្មជាតិជុំបងប្អូនគ្រួសារអាចមករមណីយដ្ឋានកោះស្លាកែនេះបានហើយចំពោះទីតាំងណា admin នឹងដាក់នៅខាងក្រោម comment អញ្ចឹងអរគុណអ្នកទាំងអស់គ្នាបាយ